สู้มองปกติออกนี้จูบจมูกชิมสเคนได้ถึงนับฟังได้คือชมหนึ่งเย่แตะตรงถึงหนึ่งการสถานในไอมากระไลแต่สถานขนมปฏิกรรมพิจิช่องดังถาการสถานนู้มีชมูไอมีตีตังนะในตัวออกนี้จูมือในวิดีโอนี้โดยตาเตอด้านนู้คือ AI Farm Robotic Cambodia ได้ผลิตในขนมปฏิกรรมพิจิยิงพิทอลตายมาดอง AI Farm Robotic กำปงชินบุกเกขนมตาปลับดูปัจจัยกับวิจิตไม่ในตีกรงพนมเปญนี่เบอร์ตามประพบปรมีนบ้านในดังถาAI Farm Robotic បានបង្កើតឡើងនៅក្នុងឆ្នាំ2017ដោយលោកគីមខុនឡុងដែលជាស្ថាបនិកដែលស្ថិតនៅក្នុងខណ្ឌដង្កូវរាជធានីភ្នំពេញដោយក្រុមហ៊ុនបានវិនិយោគជាង$1 លានអាមេរិកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីមនុស្សយន្តនិងស្វ័យប្រវត្តិកម្មដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជានេះបើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី25ខែកក្កដាឆ្នាំ2024ក្រុមហ៊ុនបានបដិញ្ញាចិត្តក្នុងការជំរុញផ្នែកមនុស្សយន្តនិងស្វ័យប្រវត្តិកម្មក្នុងគោលបំណងដាក់ប្រទេសកម្ពុជាជាតួអង្គលេចធ្លោនៅក្នុងឧស្សាហកម្មមនុស្សយន្តក្នុងពិភពលោកជាមួយនឹងបេសកកម្មធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសឯករាជ្យនិងអធិបតេយ្យភាពខាងផ្នែកបច្ចេកវិទ្យា AI គូបញ្ជាក់ផងដែរថា AI Farm Robotic Cambodia ក៏ចង់ឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្នែកមនុស្សយន្តដែលប្រទេសកម្ពុជាជាមជ្ឈមណ្ឌលសម្រាប់ច្នៃប្រឌិតខាងបច្ចេកវិទ្យាផងដែរមិនត្រឹមតែប៉ុណ្ណោះ AI Farm Robotic ក៏បានផ្ដល់នូវផលិតផលនិងសេវាកម្មជាច្រើនដែលនីមួយៗត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការជាក់លាក់នៃវិស័យផ្សេងៗគ្នាដែលមានជំនាញបង្កើតមនុស្សយន្តសម្រាប់កម្មវិធីឧស្សាហកម្មការអប់រំនិងការផលិតមនុស្សយន្តផងដែរក្នុងនោះរួមមានមនុស្សយន្តកម្រិតខ្ពស់ប្រភេទ Cyborg និងប្រភេទ Bionic ដែលធ្វើតាមសមត្ថភាពរបស់មនុស្សគូបញ្ជាក់ផងដែរថា AI Farm Cambodia គាត់ក៏កំពុងតែមានគម្រោងក្នុងការបើកហាងកាហ្វេដែលគ្រប់គ្រងដោយមនុស្សយន្តផងដែរមិនត្រឹមតែប៉ុណ្ណោះ AI Farm Robotic ក៏មានបំណងចង់ក្លាយប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលខាងផ្នែកផលិតមនុស្សយន្តជាងមុខគេនៅតំបន់អាស៊ីនៅក្នុងឆ្នាំ2050ផងដែរហើយនេះគឺជាលើកទី1មែនទែនដែលប្រទេសកម្ពុជាផលិតនៅកសិដ្ឋានប្រភេទ AI នៅក្នុងរាជធានីភ្នំពេញដែលវាមានលក្ខណៈប្លែកខុសពីកសិដ្ឋានផ្សេងៗដែលយើងធ្លាប់ឮថាមានការចិញ្ចឹមសត្វប៉ុន្តែនេះគឺជាការចិញ្ចឹមមនុស្សយន្តឬក៏ហៅថាផលិតមនុស្សយន្តតែម្ដង